សាខាកាកបាទក្រហមកម្ពុជាខេត្តកែបបានរៀបចំសន្និបាតសាខាអាណត្តិទី6ក្រោមអធិបតីភាពលោកជំទាវ ពុំច័ន្ទតេនីអគ្គលេខាធិការកាកបាទក្រហមកម្ពុជានារសៀលថ្ងៃទី26ខែមករាឆ្នាំ2026គោលបំណងសំខាន់គឺ1ពិនិត្យនិងអនុម័តរបាយការណ៍សកម្មភាពការងារក្នុងអាណត្តិទី5និងផែនការទិសដៅអាណត្តិទី6 2ពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី5និងផែនការទិសដៅអាណត្តិទី6 3បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី6ជាលទ្ធផលអង្គសន្និបាតបានអនុម័តគាំទ្រដោយទទួលយកបេក្ខភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែបសម្រាប់អាណត្តិទី6រួមមានទី1ឯកឧត្តមបណ្ឌិតសោមពិសិដ្ឋជាប្រធានទី2លោកជំទាវ អុលភិរុនជាអនុប្រធានអចិន្ត្រៃយ៍3ឯកឧត្តមម៉ែនសុធីជាអនុប្រធាន4លោកកែវហុងជាហិរញ្ញិក5លោកស្រីអ៊ូសកុនធីជាលេខាធិការនិងសមាជិក10រូបទៀតសូមបញ្ជាក់ថាសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តកែបអាណត្តិទី6នេះរៀបចំឡើងដោយយោងតាមលក្ខន្តិកៈកាកបាទក្រហមកម្ពុជាចំពុកទី5មាត្រា24ស្តីពីសាខារាជធានីខេត្តនិងវិធាននៃនីតិក្រមវិធានទី33ស្តីពីសន្និបាតសាខានិងយោងមាត្រា24កថាខណ្ឌទី3បន្ទាប់ពីបញ្ចប់សន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តកែបអាណត្តិទី6លោកជំទាវ ពុំច័ន្ទតេនីអគ្គលេខាធិការបានបន្តកិច្ចប្រជុំតម្រង់ទិសស្តីពីការងារអភិបាលកិច្ចនិងគ្រប់គ្រងជាមួយសមាជិកគណៈកម្មាធិការសាខាអាណត្តិទី6និងអនុសាខាក្រុងស្រុកទាំងពីរព្រមទាំងមន្ត្រីប្រតិបត្តិសាខាក្នុងខេត្តកែបទាំងអស់ដើម្បីបន្តពង្រឹងនិងពង្រីកសកម្មភាពវិស័យអន្តរភាពទាំង4របស់កាកបាទក្រហមកម្ពុជា1ការគ្រប់គ្រងគ្រោះមហន្តរាយវិបត្តិភ័យនិងការប្រែប្រួលអាកាសធាតុ2សុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍3ការលើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌4ការអភិវឌ្ឍស្ថាប័នលោកជំទាវ ពុំច័ន្ទតេនីបានគូបញ្ជាក់ថាកាកបាទក្រហមកម្ពុជាជាសមាគមឯករាជ្យតែស្ថិតក្រោមច្បាប់រដ្ឋាភិបាលកម្ពុជាគឺមានតួនាទីជាជំនួយការជូនអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌